ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះផ្លែអត់មានធម្មជាតិទេបងប្អូនព្រោះអីមេឃភ្លៀងបងថ្ងៃនេះខ្ញុំថតក្នុងផ្ទះម្ដងបងប្អូនឥឡូវយើងមកនេះតែនបងប្អូនចង់និយាយថាសេមននេះមើលតែរូបសម្រស់អត់បានទេប៉ុន្តែរសជាតិឆ្ងាញ់ណាអត់ដូចថ្ងៃមុនខ្ញុំញ៉ាំជូរអានេះផ្អែមបងប្អូនអានេះចង់និយាយថានេះដើមផ្សេងណាអានេះដើមវាផ្អែមហ្មងហើយ3ឆ្នាំបានផ្លែម្ដងបងប្អូនចង់និយាយថាបងប្អូនចង់ទិញសេមនបងប្អូនទិញចេះរូបរាងចេះបានចេញមកវាឆ្ងាញ់ណាកុំយកក្រហមម្ទេសទុំអីហ្នឹងគឺបាច់និយាយទេពីរឿងជូរតោះបងប្អូនទៅភ្លក់ទាំងអស់គ្នាជាមួយនឹងខ្ញុំនេះបងប្អូននេះអានេះអត់អីទេយើងជ្រលក់ជាមួយម្ទេសបានព្រោះរសជាតិវាផ្អែមបងប្អូនដូចកលែនអញ្ចឹងណានិយាយទៅតម្រុំមិនសូវបានទេប៉ុន្តែខ្ញុំញ៉ាំអត់ជូរទេផ្អែមហ្មងនិយាយទៅបងប្អូនអើយតែវារៀងខៀនេះចាំមើលនេះបងប្អូនឃើញរូបអត់សូវក្រហមទេពេលចេះអូជាតិបងប្អូនអត់មានដូចថ្ងៃមុនទេថ្ងៃមុនក្រហមម្ទេសទុំប៉ុន្តែរសជាតិហ្នឹងនេះបងប្អូនអានេះ the best ឲ្យ10 លើ 10 ហ្មងដូចមុនណាហើយឃើញខៀវៗចឹងមិនខ្ចីណាបងប្អូននេះទុំហើយចង់និយាយថាវាអត់ក្រហមទេចង់ថារូបសម្បកវាហ្នឹងវាអត់ក្រហមទេគឺអញ្ចឹងទាំងអស់នេះហើយនេះតំណងបងប្អូនណារសជាតិពិតមិនមែនសំដែងថាអត់ជូរធ្វើអត់មិនសំដែងថាជូរធ្វើអត់ជូរគឺពិតឆ្ងាញ់ដែលខ្ញុំញ៉ាំបានច្រើនអញ្ចេះបានយើងញ៉ាំទៅហើយតែឆ្ងាញ់ផ្លែឈើព្រៃបងប្អូនអើយខ្ញុំនៅចិត្តព្រៃចឹងឯងបានរបស់ព្រៃតែញ៉ាំតិចទៅមិនតែទៅរកបេះចន្ទីស្អុយអស់បានសេមនផ្អែមខ្ញុំឆ្ងល់សេមនមិនពេលដែលយើងញ៉ាំទៅដូចវាមានអារម្មណ៍ថាវាស្អិតមាត់ដូចមិនបងប្អូនពេលដែលញ៉ាំទៅដូចខ្ញុំអត់មានអារម្មណ៍ដូចស្អិតជាប់មិនបរិយាយមិនត្រូវហ្មងតែខ្ទឹមលេងគេអូលំជាតិបងប្អូននេះខ្ញុំទិញគេដែរទេថ្លៃដែរណា1គីឡូនេះ12000ប៉ុន្តែឆ្ងាញ់ចឹងញ៉ាំរាប់ខែបងប្អូនអើយទៀតតែខ្ញុំមានតែមួយកំប៉ុងនឹងមួយចលក់នេះចលក់នោះរហូតយើងគិតទៅមិនថ្លៃទេនេះឡើងណែនហើយវានិយាយទៅរសជាតិគេឆ្ងាញ់អំបិលជួនកាលខ្ញុំដាំបបរក្តៅញ៉ាំជាមួយបំទេសហ្នឹងទៅមកណាធំមួយទៀតមកប្រហើយនេះបងប្អូនធំខ្ញុំស្អិតពេញមាត់បាត់ហើយខ្ញុំសូវចេះញ៉ាំទេសេមនណាស្អិតពេញមាត់ហ្នឹងហើយបងប្អូនបើសិនចង់ញ៉ាំសេមនណានេះទិញចេះមករូបប្រោប៉ុន្តែរសជាតិឆ្ងាញ់រូបរាងក្រហមនឹងមិនបាច់លុកទេជូរណាស់ហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលតែងទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលាបាយបាយ